រឿងអាត់កំបាំងព្រៃជ្រៅនាងល្ងាចដ៏ស្រទុំសុកនិងសៅបាននាំគ្នាដើរចូលទៅក្នុងព្រៃជ្រៅដើម្បីបេះផ្លែឈើព្រៃនិងដាក់អន្ទាក់សត្វសុកជាមនុស្សដែលគោរពតាមចាស់ទុំប្រដៅជានិច្ចចំណែកឯសៅវិញជាមនុស្សដែលចូលចិត្តនិយាយលេងសើចច្រើននិងមាត់រប៉លរពោចមិនសូវចេះខ្លាចក្រែងអ្វីទាំងអស់កុំហោះមាត់រប៉លរពោចខណៈពេលកំពុងដើរដល់តំបន់ជ្រោះខ្មោចដែលជាកន្លែងស័ក្តិសិទ្ធិសៅបានក្រឡេកឃើញដើមឈើធំមួយដែលមានរុំដោយក្រណាត់ក្រហមជំនួសឲ្យការលើកដៃសំពះសៅបែរជាសើចក្អាស់ក្អាយហើយនិយាយថាហាហាសុកមើលចុះដើមឈើនេះស្លៀកពាក់ស្អាតជាងយើងទៀតបើខ្លាំងពិតសាកចេញមកឲ្យយើងឃើញបន្តិចមើលកុំនៅពួនសង្ងំអីសុកភ័យស្លោមុខហើយប្រញាប់ខាត់សៅកុំឲ្យនិយាយផ្ដេសផ្ដាស់អត់គោរពកន្លែងគេបែបនឹងព្រៃភ្នំមានម្ចាស់ណាប៉ុន្តែសៅមិនស្ដាប់ហើយថែមទាំងយកដុំថ្មគប់លេងទៅលើដើមឈើនោះទៀតការលេចរូបរាងនៃព្រៃខ្លាពេលព្រះអាទិត្យអស់ស្ដង្កត់ខ្យល់ត្រជាក់បក់បោកមកយ៉ាងខ្លាំងស្រាប់តែមានសំឡេងក្រហមយ៉ាងល្វើយចេញពីម្ដុំព្រៃស្រមោលសត្វធំមួយបានលោតកាត់មុខយ៉ាងលឿនរូបរាងភ្នែកភ្លឺរន្ធត់ស្លុតភ្លើងពណ៌ក្រហមឆ្អៅសំឡេងមិនមែនជាសម្រែកខ្លាធម្មតាទេប៉ុន្តែជាសំឡេងសើចលាយឡំនឹងការក្រហមវាគឺជាព្រៃខ្លាវាបានដើរយឺតមកជិតពួកគេអ្វីដែលគួរឲ្យរន្ធត់នោះមុខរបស់វាមានលក្ខណៈពាក់កណ្ដាលជាខ្លានិងពាក់កណ្ដាលជាមនុស្សដែលមើលទៅគួរឲ្យព្រឺក្បាលជាទីបំផុតការរត់គេចសុកបានទាញដៃសៅរត់យ៉ាងលឿនសំដៅទៅរកខ្ទមអ្នកតាដែលនៅក្បែរនោះសៅមិនធ្លាប់តែរពលរពោចឥឡូវភ័យដល់ថ្នាក់រកសំឡេងនិយាយមិនចេញសំបីដកដង្ហើមតឹងក៏មិនហ៊ានដកខ្លាំងដែរពួកគេបានសូត្រធម៌និងបន់ស្រន់សុំខមាទោសចំពោះពាក្យសម្ដីអសុរោះកន្លងមកសំណាងល្អរីខ្លានោះគ្រាន់តែមកលងបន្លាចដើម្បីឲ្យដឹងដែងប៉ុណ្ណោះវាមិនបានដេញតាមសម្លាប់ពួកគេឡើយវាបានបាត់ខ្លួនទៅក្នុងភាពងងឹតវិញបន្សល់ទុកតែសំឡេងសើចចំអកឲ្យដែលអ្នកដែលអួតតាំងពីថ្ងៃនោះមកសៅលែងហ៊ាននិយាយលេងសើចផ្ដេសផ្ដាស់ក្នុងព្រៃទៀតហើយគាត់បានគោរពនិងប្រុងប្រយ័ត្នមាត់កការពារខ្លួនដ៏ល្អបំផុតពេលស្ថិតនៅកន្លែងដែលយើងមិនស្គាល់ច្បាស់